ទីត្រូវមេទាហានជប៉ុនចាប់រំលោភនាងមេទាហាននោះបានចាប់រំលោភហើយដើរចេញមកក៏បង្ខំកូនចៅខ្លួនឲ្យទៅចាប់នាងទៀតហើយឲ្យកូនចៅខ្លួនដែលស្ដាប់បញ្ជាចូលទៅម្នាក់មកដងម្នាក់ម្ដងបរោះទ្រជាឪពុកនាងគាត់មានស្មារតីអត់ល្អឃើញនាងត្រូវពួកគេធ្វើបាបឪពុកឃើញកូនខ្លួនលោតសម្លាប់ខ្លួនហើយក៏តាំងចិត្តនឹងសងសឹកទៅពួកអាក្រក់ទាំងនោះវិញបរោះត្រូវជាឪពុកក្មេងស្រីរងគ្រោះបានចាប់ផ្ដើមសងសឹកទៅកូនហានចាស់ម្នាក់នេះដោយជីករំដៅជ្រើមួយហើយដាក់ក្រដាស់បិទពីលោកទាហានចាស់នោះដើរមកក៏ធ្លាក់ចូលស្លាប់បាត់ទៅសំមុខគេហើយបរោះចាស់ម្នាក់នេះគាត់ចាប់ផ្ដើមសងសឹកទៅពួកគេម្នាក់ម្ដងសូមអរគុណសម្រាប់ការទស្សនារបស់អស់លោកអ្នកសូមចុច Share Like ទទួលបានវីដេអូថ្មី